តលេទឹកបឹងចាប់ផ្ដើមស្រកហើយក៏ដល់ខែដែលសម្បូរត្រីដែរបងប្អូនហើយបើបានចង់បានត្រីល្អវិញភ្ញាក់ពីព្រឹកព្រលឹមមកផ្សារដូចខ្ញុំថ្ងៃនេះខ្ញុំបានមកដើរផ្សារអ្នកលឿងណាបងប្អូននៅខាងស្ទឹងខៀវដែលជាកន្លែងដែលគេយកត្រីធម្មជាតិពីទលេពីស្រែពីបឹងដែលគេរកបានណាគឺយកមកលក់បោះដុំនៅស្ទឹងខៀវនៅខាងផ្សារអ្នកលឿងនេះណាបងប្អូនអញ្ចឹងបើចង់បានត្រីល្អតតមកពីព្រឹកព្រលឹមដូចខ្ញុំថ្ងៃនេះមកដើរផ្សារពីព្រឹកព្រលឹមចេះគឺបានឃើញត្រីល្អច្រើនណាស់តែមករៀងថ្ងៃគឺអត់មានត្រីល្អទេហើយបើថាដល់ខែសម្បូរត្រីនេះវិញណាបងប្អូនគឺឃើញត្រីខ្វាកហ្មងសិតតែត្រីធម្មជាតិនៅខាងទលេនៅខាងអ្នកលឿងណាបងប្អូនហើយត្រីដែលកំពុងតែពេញសម្បូរខ្លាំងហើយធូរថ្លៃណាបងប្អូនគឺត្រីលិញត្រីឆ្ពិនជាមួយនឹងត្រីកលាំងហាយគឺសម្បូរខ្លាំងមែនតែនហើយទៅដល់ខែដែលសម្បូរបែបនេះអ្នកស្រុកអ្នកភូមិខ្ញុំនៅខាងអ្នកលឿងគឺនាំគ្នាទិញដើម្បីយកមកធ្វើផ្អកត្រីឆ្ពិនឬមួយផ្អកត្រីកលាំងហាយត្រីពោអីហ្នឹងណាសឹកជាត្រីធម្មជាតិដែលអ្នកដែលនេសាទហ្នឹងគឺគាត់យកមកអញ្ចឹងគឺសម្បូរមែនតែនហើយពេលហ្នឹងឯងដែលយើងនាំគ្នាទិញធ្វើផ្អកហើយបើចង់ធ្វើប្រហុកវិញមួយខែទៀតនៅពេលដែលចាប់ដើមធ្លាក់ខ្យល់ខែចុងខែ11បងប្អូនគឺជាពេលដែលគេធ្វើប្រហុកសម្បូរត្រីលិញណាហើយធូរថ្លៃមែនតែនណាត្រីហើយសម្រាប់នៅផ្សារអ្នកលឿងខ្ញុំដើរមកថ្ងៃនេះមិនមែនឃើញតែត្រីទេបងប្អូនបានមកឃើញអ្នកលក់ចាបនេះគេធ្វើស្អាតណាចាបគេបោចស្លាបបោចអីយកអាចអីចេញអស់ហើយគេលក់ជាឆ្កោមបែបនេះប៉ុន្តែខ្ញុំអត់បានទិញទេខ្ញុំមកខ្ញុំឃើញតែត្រីខ្ញុំខ្វាកហើយមកឃើញត្រីសម្បូរបែបនេះណាបងប្អូនខ្ញុំអត់មានបានទិញត្រីសំបីតែមួយដោយសារខ្ញុំមកថ្ងៃនេះមិនមែនមករកទិញត្រីទេបងប្អូនខ្ញុំមករកទិញក្តាមដើម្បីធ្វើជ្រក់ក្តាមអំពិលខ្ចីឲ្យម៉ួយដែលគាត់កំងប៉ុន្តែខ្ញុំដើរមកគឺអត់មានឃើញក្តាមទេបងប្អូនមើលក៏ដឹងដែរគឺអត់មានឃើញក្តាមគឺឃើញតែត្រីហ្មងណាបងប្អូនហើយបើសិនជាបងប្អូនចង់ធ្វើត្រីវះងៀតឬមួយក៏ប្រឡាក់អីទុកញ៉ាំហ្នឹងគឺត្រូវហ្មងធូរថ្លៃហើយល្អណាបងប្អូនហើយឡើងស្រស់ញញឹមហ្មងហើយបើថាត្រីកេះសបោវិញណាធូរថ្លៃទេបងប្អូនជាមួយត្រីកលាំងហាយត្រីឆ្ពិនហ្នឹងបើត្រីឆ្ពិនអី1គីឡូតែ10000ជាងអីទេហើយឥឡូវដើរនេះមកដល់នេះគឺឃើញក្តាមបាន3 4ថងនេះណាបងប្អូនដើរឡើងមកពេញផ្សារឃើញតែមួយកន្លែងនេះហើយមានលក់ក្តាមអញ្ចឹងខ្ញុំក៏យកទាំងអស់ទៅដើម្បីយកទៅជ្រក់ក្តាមឲ្យមួយដែលគាត់សួររមក្តាមអំពឹកខ្ចីហើយអត់មានបងប្អូនតែជាក់ស្ដែងគឺអត់សូវមានអត់សូវសម្បូរមែនឥឡូវនេះគឺវាកំពុងតែពេញសម្បូរត្រីបើអ្នកចង់បានត្រីធ្វើផ្អកធ្វើម៉ាំធ្វើប្រហុកអីនោះគឺត្រូវហ្មងពីខែនេះទៅរហូតដល់ចុងខែ11គឺជាខែដែលត្រីសម្បូរអញ្ចឹងយើងធ្វើប្រហុកធ្វើផ្អកធ្វើម៉ាំអីនោះគឺត្រូវហ្មងហើយឥឡូវនេះខ្ញុំមកឃើញអ្នកដែលគាត់យកត្រីល្អមកពីទូកណាបងប្អូនយកមកបោះម៉ួយដែលលក់នៅផ្សារគាត់អ្នកយកពីទូកឡើងមកគឺយកមកស្រស់ល្អអញ្ចឹងហ្មងណាបងប្អូនតែមិនមែនបានច្រើនទេតាមលេខត្រីតាមត្រីតូចត្រីធំល្អសូម្បីតែបកងនេះក៏ចឹងដែរបងប្អូនមិនមែនយកមកពីទលេបាន4 10គីឡូអីណាគឺអត់ទេបានតែតិចយកមកដាក់ឲ្យម៉ួយណាហើយមកឃើញម៉ូតូពូនេះអូនិយាយពីថាដឹកសិតតពោះហ្មងណាត្រូវប៉ាន់ពោះហ្មងពេលខែទឹកឡើងទឹកស្រកនេះគឺពោះសម្បូរលេងម៉ូតូនេះគឺគាត់យកតែសិតតពោះយកទៅប្រហែលជាគាត់យកទៅទិញយកទៅប្រឡាក់ទៅហាលអីលក់ឯណាបងប្អូនតែក៏ខ្ញុំឃើញពោះនេះខ្ញុំឡើងញើតហ្មងណាវាច្រើនខ្លាំងពេកហើយខ្យងស្រែនេះក៏សម្បូរដែរឲ្យតែពេលខែទឹកស្រកទឹកឡើងអីហ្នឹងគឺពេញសម្បូរហើយតែបើពេលខែរាំងអីទេគឺពិបាករកទិញណាហើយម្ដងនេះឃើញក្តាមនេះគឺធំល្អមែនតើដូចក្តាមក្រងអញ្ចឹងណាបងប្អូនតែក្តាមនេះខ្ញុំអត់បានទិញទេដោយសារវាធំពេកយកធ្វើជ្រក់ក្តាមអំពិលខ្ចីអត់សូវឆ្ងាញ់ទេដោយសារវារឹងតែបើយកមកចំហុយឬមួយក៏ស្ងោរជ្រលក់អំបិលម្រេចអែមណាបងប្អូនហើយខ្ញុំមកសារថ្ងៃនេះគឺបានឃើញត្រីឃើញអីនេះទិញក្តាមទិញអំពិលហ្នឹងមកធ្វើក្តាមអំពិលខ្ចីហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ញ៉ាំក៏មកបានណាគ្រឿងត្រីគឺខ្ញុំទិញរួចរាល់ហើយអញ្ចឹងអត់ខ្វះទេសម្រាប់ក្តាមដែលបងប្អូនបានកំងខ្ញុំទុកហ្នឹងគឺខ្ញុំនឹងផ្ញើជូនបងប្អូន